ជានិស្សិតរៀនពេញម៉ោងនៅសាកលវិទ្យាល័យអញ្ចឹងតែក្នុងមួយថ្ងៃខ្ញុំចែកលុយអស់មែនសួស្តីអ្នកនរគ្នាខ្ញុំសៀវមីអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកធ្វើ vlog នៅសាលាទៀតដែរនៅសាលារបស់ខ្ញុំរៀនពេញម៉ោងរៀននៅវិទ្យាល័យអញ្ចឹងហើយដោយសារខ្ញុំមានរៀនភាសាថែមទៀតអញ្ចឹងសរុបទៅមួយថ្ងៃខ្ញុំរៀនចង់11ម៉ោងហើយ so ព្រឹកឡើងខ្ញុំងើបម៉ោង6ជាងអីហ្នឹងដើម្បីធ្វើអីយកទៅញ៉ាំនៅសាលាដែរ and this is my food for today តែ in fact ម៉ោងខ្ជិលងើបខ្លាំងបន្ទាប់មកក៏រៀបចំខ្លួនទៅសាលា and ខ្ញុំក៏ច្រកទឹកទៅពីផ្ទះដែរអញ្ចឹងពេលមកដល់សាលាអីដែលខ្ញុំចាយដំបូងគេហ្នឹងគឺលុយផ្សារម៉ូតូអស់500សាលាខ្ញុំចូលម៉ោង8ហើយ in fact ហ្មងខ្ញុំមកយឺតរាល់ថ្ងៃហើយថ្ងៃហ្នឹងដូចរាល់ដងអញ្ចឹងយឺតទៀតហើយពេលម៉ោង break ខ្ញុំក៏ទៅទិញដលងញ៉ាំនេះអស់2000ទៀតបានច្រើនដែរហ្នឹងណាតែអ៊ីដលងហ្នឹងម្ដងមកម្ដងអត់ទេខ្ញុំហត់នឿយខ្លាំងណាស់ and ចេញពេលថ្ងៃខ្ញុំក៏ទៅញ៉ាំបាយដែលខ្ញុំធ្វើមកព្រឹកមិញហ្នឹងណាដល់មកម៉ោង1ពួកខ្ញុំចូលរៀនវិញហើយតែចេញពីរៀនម៉ោង5ហ្នឹងខ្ញុំក៏ត្រូវទៅរៀនអង់គ្លេសហើយដល់ម៉ោងស្មានហ្នឹងខ្ញុំក៏ចាប់ផ្ដើម clean ទៀតហើយអញ្ចឹងក៏ទិញអីញ៉ាំនៅចិត្តសាលាហ្នឹងហ្មងអស់3000ទៀតហើយដល់សាលាអង់គ្លេសហ្នឹងខ្ញុំត្រូវអស់1000ថ្លៃផ្សារម៉ូតូនៅហ្នឹងគេមានកន្លែង refill ទឹកអញ្ចឹងខ្ញុំ save លុយបានខ្លះដែរចេញពីរៀនអង់គ្លេសខ្ញុំទៅរៀនបារាំងមួយទៀតហើយដល់ឆ្ងាយគ្នាហ្មងមួយនៅស្ទឹងមានជ័យមួយនៅសន្ធមារមុខហើយទៅរៀនបារាំងហ្នឹងខ្ញុំផ្សារម៉ូតូអស់500ទៀតទៅមួយថ្ងៃអស់ទៅលុយផ្សារម៉ូតូហ្នឹងឯងអញ្ចឹងសរុបមកមួយថ្ងៃហ្នឹងខ្ញុំចាយអស់7000តែមិនមែនប៉ុណ្្នឹងរហូតទេពេលខ្លះក៏ច្រើនជាងហ្នឹងដែរចុះអ្នកនរគ្នាមួយថ្ងៃចាយលុយអស់ប៉ុន្មានដែរ comment ម្នាក់មួយមកអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយកុំភ្លេច follow ខ្ញុំម្នាក់មួយផងអរគុណអ្នកនរគ្នាបាយបាយ